សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំក្នុងវីដេអូនេះដែរយើងនឹងរៀនអំពីរបៀប configure VPN remote access នៅលើ FortiGate នៅពេលណាដែលយើងត្រូវធ្វើ VPN remote access នេះគឺនៅពេលដែល user គាត់អត់បានទៅធ្វើការនៅក្រុមហ៊ុនដូចជាធម្មតាមានន័យថាគាត់អត់បានទៅ Office ហើយគាត់ចាំបាច់ត្រូវ connect ទៅ Fastshare connect ទៅ server ណាមួយឬក៏ connect ទៅបណ្ដាញ network ណាមួយនៅក្នុង Office ហ្នឹងដោយសារតែគាត់នៅឆ្ងាយដូចជាគាត់នៅក្រៅប្រទេសឬគាត់នៅផ្ទះជាដើមទៅនៅក្រៅប្រទេសឬគាត់នៅផ្ទះហ្នឹងគឺមានសេរីភាពច្រើនគឺសឹង 100% អត់មានបណ្ដាញ network ឧបករណ៍ណាដែលអាច connect ទៅក្រុមហ៊ុនបានទេគឺគាត់មានតែទូទៅគាត់មានតែ computer របស់គាត់ហើយនឹង Wi-Fi ហ្នឹងឯងអញ្ចឹងគាត់ចង់ទៅ connect ទៅ file share នៅក្រុមហ៊ុនអញ្ចឹងគាត់ត្រូវ connect តាមរយៈ VPN remote access ដើម្បីឲ្យគាត់អាច connect បានអូខេនេះជា diagram ខ្ញុំយកពី diagram មុនធ្វើ configuration ដើម្បីងាយស្រួលយល់នៅពេលធ្វើ configuration អូខេ Windows 8 ខ្ញុំយល់ Windows 8 នេះគឺជាកុំព្យូទ័រដែល user យើងបោះយកទៅតាមខ្លួននៅក្រៅប្រទេសខ្ញុំ connect មក internet ហើយបាន connect មក FortiGate ដែលនៅក្រុមហ៊ុនហ្នឹងតាមរយៈ VPN remote access ហើយ PC មួយគឺ PC ដែលជាប់ទៅនឹងបណ្ដាញនៅ Office ហ្នឹង direct មកមានន័យថាកុំព្យូទ័រនេះគឺនៅក្នុង Office ហ្នឹងមក connect ទៅ switch connect ទៅ FortiGate ហ្នឹង direct តាមខ្សែ physical មកហើយនៅបន្តទៀតយើង test lab នេះគឺយើងឲ្យកុំព្យូទ័រ Windows 8 នេះយើងមើលកាលពីថ្ងៃទី 18 ហ្នឹងគាត់ទិញមកកាន់ PC មួយហើយ IP 172.16.1.2 ឲ្យទិញឲ្យស្គាល់ខ្ញុំស្គាល់មានន័យថាគាត់អាចមាន connection មកបានហើយអូខេចង់មានតែរបស់ឡើង check IP ហើយសម្រាប់បងប្អូនដែលចូលមើលវីដេអូខ្ញុំនោះថ្មីសូមជួយ subscribe channel នេះផងហើយបានចូលបានវីដេអូថ្មីទៀត FortiGate នៅក្នុងហ្នឹងដែលកុំព្យូទ័រយើងWindows នេះនៅទីចម្ងាយហ្នឹងគឺ connect មកក្រុមហ៊ុនតាមរយៈ public IP ហ្នឹងដែលខ្ញុំ set IP
ទៅគាត់ទៀត
remote rank ជា rank ដែល user ទទួលបាន IP នៅពេលដែលគាត់ភ្ជាប់ VPN បានហើយមកមកជិះ GitHub មកបានបានហើយយើងសាកទៅធ្វើ connect ពី Windows អីមក connect ខ្ញុំមក connect បានយើងធ្វើ VPN សិន VPN លើកុំព្យូទ័របានហើយដែលថាយើងត្រូវធ្វើ policy ទៀតអូ VPN remote access វាកើត policy auto ពួកយើងរើសមិនរើស port 2 LAN 1ហ្នឹងឲ្យ remote user យើងអាច connect តាមរយៈ VPN ហ្នឹងបានឥឡូវវាដាក់ connect ហ្នឹង VPN 1 ហ្នឹងអាប់តែពេលដែលយើង connect VPN បានVPN connect បានតែយើងអត់តាមបាន Wi-Fi ថាយើង ping ពី Windows អីទៅ PC1 ហ្នឹងស្គាល់នៅគោលដៅយើងគឺ ping មក 1.2.16.1.2 មើល IP នៅលើ VPN យើងទទួលបានប៉ុន្មានមិញយើងដាក់ 173 មួយ rank
ពេលយើងភ្ជាប់ VPN កុំព្យូទ័រយើងដាច់អ៊ីនធឺណិតមានអ៊ីនធឺណិតមួយយើងត្រូវ allow remote នេះឲ្យ connect អ៊ីនធឺណិតបានយើងត្រូវចូលទៅ FortiGate សូមកុំភ្លេចជួយ Subscribe Channel នេះផងបងប្អូននេះយើងធ្វើក្នុង lab អាចនឹងមានវាអត់ឃើញអាប់ទេតែថាដោយសារតាធ្វើ lab នេះគឺយើងធ្វើលក្ខណៈឲ្យវាកុំព្យូទ័រខ្ញុំ connect មក FortiGate នេះគឺ connect តាមវាអានេះជា switch ទេតែបើមិនតែនជា real world គឺអានេះគឺអ៊ីនធឺណិតពិតប្រាកដហើយអញ្ចឹងហើយជាអាចលក្ខណៈយើង design នៅក្នុង lab គឺវាអត់ connect តាមអ៊ីនធឺណិតពិតអញ្ចឹងវាអាចអត់អាប់ប៉ុន្តែ VPN យើងគឺ connect ពិតហើយ successfully យើងធ្វើតែប៉ុណ្្នឹងហើយឥឡូវយើងត្រូវទៅធ្វើ policy ដើម្បីឲ្យនៅ user យើងមានអ៊ីនធឺណិតនៅអត់អ៊ីនធឺណិតមួយនេះថា remote user អីទៅបាន remote VPN internet ចឹងពេលដែល remote user យើងពីចម្ងាយមកគឺវាតាមរយៈ2T root នេះយើងអត់ទៅvào VPN remote ទេករណីនេះគឺយើងករណីដែលយើងរើស 2T root เอาវិញយើងដាក់ port internet ចឹងមកប៉ុណ្ណឹងទៅremote user យើងនៅបានអ៊ីនធឺណិតremote user យើងនេះគាត់មានអ៊ីនធឺណិតthì cô lập thêm màu PC1 score អត់បើគាត់ទៅ score មិនយើង pin score ហើយតាយើងទៅមើល check IP មានឲ្យមើលម្ដងទៀត
Payment score អូខេនៅតែ score ហ្នឹងអូខេ internet ទាំង app ហ្នឹង user អាច connect ទៅ VPN ហើយក៏ connect ទៅ internet បានទៀតអូខេឥឡូវខ្ញុំទៅបង្កើត user មួយទៀតឈប់ connect តាមរយៈuser ធានហ្នឹងខ្ញុំទៅបង្កើត user មួយទៀត user យើងមានច្រើនហ្នឹងយើងទៅបង្កើតបានច្រើនដែរពីណាគេលេងឲ្យ remote យើងលុបចោលទៅឡំទៅuser ឡំយ៉ាងតាមរួនបងប្អូនដាក់ password អីដាក់ទៅបងប្អូនទៅឡំចូលមកខ្ញុំឡងហ្នឹងក៏មានសិទ្ធ connect តាមរយៈ VPN remote access ដែរ